Let's unbox my 2 weeks PR haul ដោយសារតែពេលគេ send PR ហ្នឹងគឺខ្ញុំដេកឈឺអស់ពីអាទិត្យម្រំខ្ញុំ recover បានងើមកថត PR ឡើងពេញតែម្ដង Let's unbox this small one first fragrance booster ដែលខាង Elite គាត់តំត launch ហើយអានេះគឺខ្ញុំបានសាកហើយនៅក្នុង event របស់គេគឺក្អូបខ្ញុំចូលចិត្ត Clement This is from Mary and May Cambodia send ជាមួយនឹង collagen and retinol shot ហើយអានេះក៏ខ្ញុំបានប្រើផ្ទាល់ខ្លួនឯងហើយដែរ It's good និយាយមែនអ្នកទាំងអស់គ្នាប្រើតែម្ដងពីរដងគឺឃើញមុខខ្លួនឯងផ្លាំហ្មង This is from Beauty World cleansing balm and black hand មកពីខាង hand skin ហើយអានេះគឺខ្ញុំអត់ដែរសាកទេចាំមើលខ្ញុំសាកហើយខ្ញុំនឹង review ឲ្យអ្នកទាំងអស់គ្នា This is my monthly PR from K Recipe ខែនេះគឺខ្ញុំបានជាមួយនឹង aloe vera sheet mask មកផ្អប់ and Warrior Clay Mask មកផ្អប់ដែរនេះគឺល្អណាស់ខ្ញុំបានសាកប្រើពី3កញ្ចប់ហើយដោយសារខែមុនក៏បាន send tester ឲ្យខ្ញុំពិសេសរបស់ខ្ញុំបានមកដល់ហើយនេះគឺជាប្រអប់ដែលខ្ញុំចង់បើកជាងគេអូយនិយាយមែនខ្ញុំស្រឡាញ់ Ellipse ខ្លាំងណាស់អ្នកទាំងអស់គ្នាដែលស្គាល់ខ្ញុំគឺដឹងហើយពូម៉ាក់ខ្ញុំអីអូស្អាតអ្នកទាំងអស់គ្នា Look at the packaging oh my god ក្អូប number 1 hair vitamin in Asia Ellipse បាន launch ជាមួយនឹង head protection ដែលខ្ញុំបានទៅ join ការ launching លើកមុន head protection ហ្នឹងគឺមាន3ពណ៌សម្រាប់ប្រភេទសក់ខូចសក់ពណ៌ហើយនិងសក់ស្ងួតអូនៅក្នុងប្រអប់នេះក៏គាត់ send ជាមួយនឹងប្រភេទ fragrance booster ឲ្យខ្ញុំដែរបានដល់ទៅ2ក្លិនតែម្ដងកញ្ចប់ទូចនេះទុកឲ្យយើងទុក travel ទៀត thank you និយាយទៅខែនេះគឺគេ pamper ខ្ញុំខ្លាំងមែនតើអញនិយាយថា this is my first month receiving PR ច្រើនអញ្ចឹងអ្នកទាំងអស់គ្នាកាលពីក្មេងឃើញគេ unboxing PR ច្រើននៅក្នុង YouTube អូឡើងមានអារម្មណ៍ថាថ្ងៃណាខ្ញុំបាន unboxing PR ច្រើនដូចគេអញ្ចឹង but this is a lot for me ទោះបីថាវាមិនច្រើនដូចនៅក្នុង YouTube but like ខែនេះគឺខ្ញុំទទួលបាន PR ច្រើនមែនតើអូអានេះគឺខ្ញុំបាន unboxing នៅក្នុង event ណាបាន send ជាមួយនឹងប្រភេទ Real Clay Mask ហ្នឹងឲ្យខ្ញុំដល់ទៅ2ប្រអប់អាពណ៌បៃតងនេះគឺសម្រាប់មុខមុនពណ៌កាឈូកនេះគឺសម្រាប់ស្បែកមុខធម្មតា Clay Mask នេះបើត្រូវទៅដើរលេងយើងអាចដកមកកញ្ចប់ពីកញ្ចប់យកទៅគឺស្រួលដាក់តាមខ្លួនមែនតើចឹងជាចង់ក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំនិងបានគាំទ្រខ្ញុំដែលអាចឲ្យខ្ញុំមានឱកាស receive PR ច្រើនចឹងអរគុណបាយបាយ